ថ្ងៃនេះគឺជាថ្ងៃទី5នៃ Trading Challenge នៅក្នុងរយៈពេលមួយថ្ងៃគឺខ្ញុំយកតែ1%តែប៉ុណ្ណោះចាំដល់ថាថ្ងៃនេះខ្ញុំទទួលបានលទ្ធផលទៅជាយ៉ាងណាអ្វីដែលពិសេសនៅក្នុងវីដេអូមួយនេះគឺខ្ញុំផ្ដោតទៅលើតកតនចិត្តសាស្ត្រតកតនឹងការគ្រប់គ្រងទៅលើហានិភ័យហើយសម្រាប់បងៗដែលទៅចាប់ដើមឬក៏ចង់ចាប់ដើមក៏អាចមើលវីដេអូមួយនេះបានដែរពីព្រោះខ្ញុំនឹងបង្ហាញទាំងអស់អំពីអ្វីដែលខ្ញុំជួបទៅលើបញ្ហានៅក្នុងការចូលជួញដូរមួយថ្ងៃទល់មួយថ្ងៃតោះយើងចូលទស្សនាវីដេអូនេះទាំងអស់គ្នាអញ្ចឹងមុននឹងចូលវីដេអូរបស់ខ្ញុំសូមនិយាយទីសិនវីដេអូនេះមិនមែនជា financial advice ទេបងអាចចូលនៅក្នុងក្រុម channel របស់ខ្ញុំបានដូចគ្នាហើយនៅក្នុងនោះក៏មានតកតទៅនឹងសិក្ខាសាលាតកតនឹងការចែកម្លែកអ្វីផ្សេងៗនិងព័ត៌មានអ្វីផ្សេងៗយើងនឹងដាក់ចូលនៅក្នុង group ទៅលើ channel Telegram របស់យើងអញ្ចឹងបងអាចចូលបានទាំងអស់គ្នាអញ្ចឹងកុំឲ្យខកខានយូរយើងចូលទស្សនាវីដេអូនេះទាំងអស់គ្នាថ្ងៃទី5នេះគឺខ្ញុំបានចូលក្នុងការជួញដូរដូចគ្នាមិនថាការខាតឬក៏ចំណេញគឺខ្ញុំនឹងធ្វើបង្ហាញបងប្អូនទាំងអស់គ្នាពីព្រោះនៅក្នុងវិស័យ trading ប្រកាសដែរថាមួយការខាតឬក៏ចំណេញគឺវាត្រូវតែមានអ្វីដែលយើងត្រូវតែទទួលយកគឺតកតទៅនឹងទាំងពីរខាតហើយនឹងចំណេញវាគឺជា part នៃ the game នៅក្នុងវិស័យមួយនេះអូខេអញ្ចឹងនៅក្នុងម្សិលមិញនេះគឺខ្ញុំបានខាតដូចជា34ចុចមកខ្ញុំនឹងដាក់ឲ្យបងប្អូនទាំងគ្នាមើលទាំងអស់គ្នាអូខេអញ្ចឹងមូលហេតុដែលខ្ញុំបានរៀនអំពីការខាតពីម្សិលមិញនេះទី1គឺទីផ្សារកំពុងតែស្ថិតនៅក្នុង bearish market structure ទេខ្ញុំសួរខ្លួនឯងថាតើម្សិលមិញហេតុអីបើខ្ញុំចូលទិញនៅក្នុងតំបន់មួយនេះហេតុអីបើខ្ញុំចូលទិញនៅក្នុងតំបន់មួយនេះហេតុអីនៅលើនេះចាំខ្ញុំនឹងដាក់ replay ដល់គ្នាមើលនេះហេតុអីបើខ្ញុំចូលទិញនៅក្នុងតំបន់មួយហ្នឹងហេតុអីអញ្ចឹងខ្ញុំសួរខ្លួនឯងបន្ទាប់ពីការសួរខ្លួនឯងហើយខ្ញុំឃើញថាអូខេមកពីកំហុសបច្ចេកទេសរបស់ខ្ញុំហើយខ្ញុំនឹងរៀនទៅលើកំហុសបច្ចេកទេសរបស់ខ្ញុំនៅក្នុងថ្ងៃទី5នេះអញ្ចឹងត្រឡប់មកវិញគឺខ្ញុំខាតអត់ដល់អត់លើសទៅលើផែនការរបស់ខ្ញុំទេខ្ញុំខាតត្រឹមតែ1%តែប៉ុណ្ណោះនៃគណនីរបស់ខ្ញុំអញ្ចឹង yes វីដេអូរបស់ខ្ញុំគឺចាប់តែប៉ុណ្្នឹងហើយអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះហើយជួបគ្នានៅវីដេអូក្រោយ